បន្ទាប់ពីរៀនចប់មកខ្ញុំបានយកពេលមកធ្វើការអស់រយៈពេល3-4ក្រុមហ៊ុនធ្វើការអស់រយៈពេល2ឆ្នាំក្នុងកំឡុងពេលធ្វើការខ្ញុំតែងតែមានអារម្មណ៍មួយថាចង់បានប្រាក់ខែច្រើនប៉ុន្តែក្រុមហ៊ុនអត់ឡើងឲ្យសោះអញ្ចឹងចេះតែមានអារម្មណ៍តូចចិត្តស្អិតទ្រូងចេះតែមានអារម្មណ៍ដ្រាម៉ាម្នាក់ឯងប៉ុន្តែបន្ទាប់ពីធ្វើការមកខ្ញុំក៏បានចេញរកស៊ីហើយរកស៊ីនៅមុខរបរ3-4បន្ទាប់ពីរកស៊ីមកខ្ញុំយល់អារម្មណ៍មួយយល់អារម្មណ៍តកែយល់អារម្មណ៍តកែខ្ញុំពីមុនណាអញ្ចឹងសួរថាហេតុអ្វីក្រុមហ៊ុនជួលបុគ្គលិកមកធ្វើការអញ្ចឹងបុគ្គលិកត្រូវតែដឹងគេជួលយើងមកធ្វើអីទី1គេជួលយើងមកគឺដើម្បីដោះស្រាយបញ្ហាមិនមែនជួលយើងមកដើម្បីបង្កើតបញ្ហានោះទេទី2នោះគឺបើសិនជាយើងខ្លួនឯងនឹងយើងដោះស្រាយបញ្ហាមិនបាននោះខ្លួនយើងនឹងគឺជាមេនៃបញ្ហាទី3គឺបើន័យថាយើងដោះស្រាយបញ្ហាបានប៉ុណ្ណាយើងអង្គុយតម្លៃខ្ពស់បានប៉ុណ្ណឹងទី4យើងដោះស្រាយបញ្ហាបានប៉ុណ្ណាយើងធ្វើការបានប៉ុណ្ណាប្រាក់ខែយើងបានប៉ុណ្ណាទី5បើន័យថាចេះឡើងតំណែងឲ្យបុគ្គលិកណាដែលមានមានសមត្ថភាពខ្ពស់ចេះដោះស្រាយបញ្ហានិងដកបុគ្គលិកណាដែលជាបញ្ហាចេញអញ្ចឹងបើសិនជាបងប្អូនជាអ្នកដែលមើលវីដេអូនេះជាអ្នកដែលកំពុងធ្វើការបងប្អូនត្រូវតែកុំយល់ច្រឡំថាបានប្រាក់ខែច្រើនបានប្រឹងប្រែងធ្វើការមិនមែនទេគឺប្រឹងប្រែងធ្វើការដើម្បីទទួលបានប្រាក់ខែច្រើនចង់បានប្រាក់ខែ1000យើងទៅមើលអ្នកធ្វើការប្រាក់ខែ1000គេធ្វើការអីខ្លះគេធ្វើការមួយថ្ងៃប្រហែលម៉ោងគេចេះអីខ្លះយើងទៅធ្វើការបែបហ្នឹងអញ្ចឹងក្រុមហ៊ុនគេឃើញយើងមានសមត្ថភាពបានគេឡើងប្រាក់ខែឲ្យកុំច្រឡំថាតតែឡើងប្រាក់ខែបានប្រឹងប្រែងធ្វើការណាប្រយ័ត្នតែគេឡើងប្រាក់ខែឲ្យធ្វើការអត់កើតណាតតែមានសមត្ថភាពដែលទទួលបានប្រាក់ខែប៉ុណ្្នឹងសិនហើយថ្ងៃនេះមានធីបតែប៉ុណ្្នឹងក្នុងការចែករំលែកទេសូមអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃទស្សនានៅវីដេអូរបស់ខ្ញុំនេះសូមអរគុណចុងក្រោយជូនពរបងប្អូនឲ្យឡើងបានប្រាក់ខែច្រើន